បងប្អូនអើយនេះហើយជីវិតគ្រូបរិញ្ញាមិនថាគ្រូបឋមមិនថាគ្រូមត្តេយ្យជីវិតគ្រូបរិញ្ញាគឺបែបហ្នឹងឯងពងបរិញ្ញានេះមកកូនអោបជើងកូនអោបជើងកូនឯងមិនមើលទៅកូនគេជីវិតអ្នកមានកូនមិនយល់មានកូនមិនយល់នេះបើសិនជាកូនធំយើងទុកផ្ទះបានអីទេតែកូនតូចប៉ុណ្ណេះយើងដើម្បីធ្វើការប្រុងប្រយ័ត្នជាការពីគាត់គឺយើងត្រូវនិយាយទៅតាមគាត់ត្រូវនិយាយទៅតាមហើយអ្នកខ្លះគាត់ថាជីវិតពេលដែលអត់កូនសុបាយ My God ហើយមតិខ្លះទៀតគាត់យល់ថាជីវិតដែលអត់កូនសុបាយជីវិតដែលអត់កូនសុបាយអ្នកខ្លះទៀតក៏គាត់យល់ថាជីវិតដែលមានកូនបានសុបាយហើយបើតាមការយល់របស់ខ្ញុំគិតថាជីវិតដែលអត់កូនគឺអត់សុបាយទេជីវិតដែលមានកូនបានសុបាយអ្នកខ្លះគាត់យល់ថាជីវិតដែលអត់មានកូនក៏ចង់ទៅណាក៏បានអត់មានកូនតោងទៅនេះទៅនោះអត់មានព្រួយបារម្ភពីកូននៅផ្ទះចង់ទៅណាមកណាស្រេចចិត្តប៉ុណ្ណាផ្ទុយមកវិញអ្នកដែលមានកូនគឺគាត់ដើរទៅណាគាត់មានកូនតោងក៏មានកូនតាមអញ្ចឹងបងប្អូនអរគ្នាដែលមានគ្រួសារបងប្អូនអរគ្នាសម្រេចចិត្តថាតើយើងគួរទៅយកកូនឬមួយក៏មិនគួរយកកូន